រឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុក្ខចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញមនុស្សចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តា
ចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នានីសលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេ
អ្នកនឹងរស់រងទុកដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងង់ទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេក
កុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបន់ម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ថាអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយគឺយើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មា
អានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហ่ะយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមួយផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹង
sợi lụt chặt cái chênh hãy dẹp sọ tật phân này ấy ta nâng xua thầm mách bàn mà đòn sợi mà đòn dung chiêm nâng lại thà nhóm sợi bị buộc nhóm rụi phọt bị cầm nát sát đây để chán rụi phọt bị cầm nâng ngay nhóm trời kia xâm lập buồn rồi cái sập buồn đo ngay chiết nâng chỉ chiết tì pram rồi vậy rụi bị nâng tới nhóm phọt bị cầm nát chỉ sát đây để chán này hay cho hạt ấy ban chỉ chiêm ảnh dung chiêm nâng lại ta nhóm dung rùa ảnh nất lục ta ấy na bị bục nhóm bị đám còn thọp sầm lạp sạch chiêm đôi lục ta anh đang đợi sạc nhóm sầm lạp nâng ban nhóm trời lẹ nở rùa hay một cả chia sạch chiêm hắn trời kia sầm lạp buồn rồi cài sầm buồn đón pram rồi tầng chiết nâng chẳng ta nâng quạt nhẹ mà đầy chẳng nhưng mà thằng phép gọi trong tiền từ lọp màu vinh tha chiêm nâng sầm lạp kia mà đón á phần là đọp trời kia sầm lạp vinh pram rồi đón tầng chiết nâng chẳng bà cam nâng về miền về khác ao phal chẳng hơi ao phal về khác tuôn kia ở đôi kia tệ chỉ vật nâng bật thạch cào máu không tây mà từ mũi bên tây Việt Nam chỉ vật đường rải mình đôi kia chẳng dương từ tu squat thì chỉ vật nâng chẳng hãy cầm nọt đăng tha về miền hai chẳng bạn về chùa đường chẳng hãy dương xóm bon xóm của sao chỉ tì pưng từក្នុងលោកខាងមុខទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងណោះខ្ញុំគណថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតទៅពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគាត់ដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មងរហូតដល់ថ្នាក់ក្រុមគ្រួសារត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអាហ្នឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទៅស្រាប់តែចុងក្រោយរបស់នឹងបែរទៅคล้ายទៅជាធ្យូងទៅវិញដែរនេះអត្ថបទមួយទៀតពិចារណាមិនបានល្អ
ai than nè mình bàn pijarana bàn là ất lõn mình bàn su kê ai bàn bà lùa chùm này đắng mình cụp kròn thưa ở kê bọc nè bàn rứ trời khát bằng từ ngày cõi trời chăm túc riêng kết cú với bàn là ất lõn môn nâng xâm rải chất nà hơi cho bao việc khó ta hơi ôi vì rùi từ cho chập ở đá ấm xa chỉ thầm mày anh ấy cũng định mình cháy về khá dương plot sniết dương chập chừa kê dương mơ khơi kịch hồ nâng dương đó bà ấy đã bụp lòng chồng từ anh nâng về chỉ cả thuê bà hai khả nông bà chữ bón khả nông thô lục hào thả bà vô kẹ vị bạch miền này thàสกรรมเพียบปัจจุบันนั้นอัดลอกาเทปให้ปัญญาสมาร์ทได้มันขุบคอนมันบานใส่กุบกอเลียนมันได้บานทำถือสมัยจัดเข้านั่งเวียดถือแต่ตัวสกอตทำไปเข้าให้เช่นกันนะมาเพียบถลอบจูบโอนคลาดได้บางอาชีพกรรมให้ดูเท่าวิลงจงกดโยนเลยปุกมาได้เช้านะบุญดอกมือเดลาจังtớiกดบากดอกบากtới dương ở miền bắc bị sao dương ở Scotty xa dương ở miền tầm nhẹ tầm non cho mùi tệ thì chun thầm thở đùa đã đùa khôi chất thấy nó ảo cái sao và nâng túc lối có khát chất có khối trong khối cả chừng người xài sạt tiệt nâng của thạ về thở tập lệ nâng ai mà đại phục nâng miền giờ tôi giờ bay câu này tới bên tay câu nâng ao cầm hộp nâng mình phom bể lẹn bố mình phom bể lẹn cô biết thở ta khát hái buồn đọc mơn là nâng ở hái miền bạn này mà với cả tục bắn đá có vẻ ở đây ngày đó mà phiệp nâng an sập phờ chiên từ mục phờ ở rồng chặt bắn to tiệt bò ní bọt mũi dày bị cha ra ná mình bàn là ai than nè mình bàn pijarana bàn ất lõn mình bàn xua kê ấy bàn chỉ bảo lúa chùm này đăng mình cụp kròn thưa ở kê bọc nè bàn rứ trời khát bằng từ ngày cõi trời chăm tục riêng kết cú ấy bàn là ất lõn môn nâng xâm rải chất nài cho bao việc khó tới hơi ôi vì rủi từ cho chập ở đám xa chỉ thầm mày mấy anh tập bọt nâng gì vì thầy dương vì nơi mình chạy trên này đăng bập bị sáu hãy cô chập ở đám một là bò càng gì tới về thời khát về thời bằng vì chỉ thọ mà đá về tay chẳng ai chẳng dương vô vậy để chua bật tè nắng chỉ mua lực than này cả sầm nhẹ chặt bê khỏi thấy những từ mục tiết cũng đi ảo của sau rường mình lọ nắng vừa dưỡng từ mục mình ngài vậy nên ăn từ bọt mùi tiết vậy bị cầm hò cầm hắn vừa ấy nè sầm rải chặt khó nị dây chúa nôm ở khối khát bởi giàu chỉ bật thôi chốn tay khó khá chỉ thò mà đá bà khó hới trời che tự tù cùng họ rùi cài khuôn làng vinh cũng đi đài ấy ngợp lớn rùi bắn to từ một tiệt nẹ che cài bài cùng họ bà bốt chặt túc thả chia bẩn địch chỉ thời chốn nó vừa miền về khác khăn tụng bàn có vậy dùm đầy chua mình thà tại nhôm nơi cục crom té tại nẹ bùa nó có về khác có nơi mình ai rẽ xa chặt nâng bàn chẳng khó xong tốt ghét á nhưng cần nào vừa chua mà pê hai chẳng xong cả mà tốt xong một phải tốt hay ta cả này dương che từ tu cùng hó chỉ tu tư
ដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុស